ឧបករណ៍វិភាគបញ្ហាហិរញ្ញវត្ថុប្រភេទនៃការចំណាយទាំង6ប្រភេទនៃការចំណាយទាំង6នៃសេវាគ្រប់គ្រងទឹកស្អាតការសម្អាតនិងអនាម័យជនបទប្រកបដោយនិរន្តរភាព1ចំណាយលើដើមទុនដំបូងការចំណាយដំបូងក្នុងការសាងសង់និងការបណ្ដុះបណ្ដាលដំបូងឧទាហរណ៍សម្រាប់ចំណាយលើការសាងសង់សំណង់ទឹកស្អាតការសម្អាតនិងអនាម័យជនបទការចំណាយលើការពង្រីកក៏ត្រូវបានរួមបញ្ចូលនៅក្នុងប្រភេទនេះផងដែរ2ចំចំណាយលើការថែទាំការចំណាយលើការថែទាំសំខាន់ការជួសជុលឬការផ្លាស់ប្ដូរគ្រឿងបន្លាស់និងសម្ភារៈ3ចំណាយលើប្រតិបត្តិការនិងការថែទាំតិចតួចការចំណាយឡើងវិញនៃប្រព័ន្ធប្រតិបត្តិការដូចជាប្រេងឥន្ធនៈប្រាក់ខែបុគ្គលិកសារធាតុគីមីដូចជាសាច់ជូរក្លរីនជាដើមការឧបត្ថម្ភដល់ឃុំនិងថ្លៃថែទាំជាប្រចាំជាធម្មតាចំណាយទាំងនេះត្រូវបានទទួលខុសត្រូវដោយអ្នកផ្ដល់សេវាឬគ្រួសារនៅក្នុងករណីបរិក្ខារប្រើប្រាស់ក្នុងផ្ទះចំណាយលើការគ្រប់គ្រងដោយផ្ទាល់ការចំណាយដែលកើតឡើងដោយអាជ្ញាធរដែលជាអ្នកផ្ដល់សេវាក្នុងការធ្វើផែនការសម្របសម្រួលការត្រួតពិនិត្យនិងការជំរុញរួមទាំងជំនួយបច្ចេកទេសដល់អ្នកផ្ដល់សេវា5ចំណាយលើដើមទុនការចំណាយនៃការទទួលបានហិរញ្ញវត្ថុសម្រាប់ការសាងសង់ប្រព័ន្ធឧទាហរណ៍អត្រាការប្រាក់លើប្រាក់កម្ចីជាពិសេសក្នុងករណីការវិនិយោគសាធារណៈមិនមែនការវិនិយោគរបស់គ្រួសារនោះទេ6ចំណាយលើជំនួយដោយប្រយោលជាទូទៅការចំណាយលើវិស័យកម្រិតជាតិដូចជាគោលនយោបាយការធ្វើផែនការតាមវិស័យការសម្របសម្រួលនិងចំណាយលើការកសាងសមត្ថភាពចំណាំដើម្បីឲ្យសេវាគ្រប់គ្រងទឹកស្អាតការសម្អាតនិងអនាម័យជនបទមាននិរន្តរភាពរាល់ប្រភេទនៃការចំណាយទាំង6ត្រូវតែគ្របដណ្ដប់ប្រសិនបើប្រភេទនៃការចំណាយមួយមិនបានគ្របដណ្ដប់ឬត្រូវបានគ្របដណ្ដប់ដោយផ្នែកនោះការផ្ដល់សេវាទឹកស្អាតការសម្អាតនិងអនាម័យជនបទនឹងមិនមាននិរន្តរភាពនោះទេនៅទីបំផុតហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតមួយចំនួនឈប់ដំណើរការហើយប្រសិនបើសមាជិកនៃក្រុមអ្នកប្រើប្រាស់ទឹកស្អាតពុំបានបង់ថវិកាបរិភាគឬថ្លៃប្រើប្រាស់ទឹកសម្រាប់ការងារជួសជុលនិងផ្លាស់ប្ដូរនោះគ្រឿងបន្លាស់មិនត្រូវបានជួសជុលឡើងវិញឡើយមានការវិនិយោគជាច្រើនលើវិស័យគ្រប់គ្រងទឹកស្អាតការសម្អាតនិងអនាម័យជនបទក្នុងប្រទេសដែលមានចំណូលទាបនៅតាមជនបទនិងនៅទីកន្លែងក្រៅផ្លូវការបានបង្កើតហេដ្ឋារចនាសម្ព័ន្ធជាប្រវត្តិសាស្ត្រត្រូវបានគេស្គាល់ថាជាការចំណាយមូលធនជាលទ្ធផលប្រមាណឆ្នាំបន្ទាប់ពីការបង្កើតមានករណីជាច្រើននៃហេដ្ឋារចនាសម្ព័ន្ធដែលមិនដំណើរការឬហេដ្ឋារចនាសម្ព័ន្ធដែលដំណើរការតែមួយផ្នែក